6ស្ថាប័នធំនឹងមកប្រជុំគ្នាដើម្បីចូលរួមមហាព្រឹត្តិការណ៍ Gainsbird World គុនខ្មែរ Fight ការប្រកួតដ៏អស្ចារ្យដោយមានការប្រកួតសង្វៀនទ្រង់សង្វៀនគុនខ្មែរដែលប្រមូលផ្ដុំទៅដោយកម្ពុជាកីឡាករជើងក្រោមល្បីមកពីបណ្ដាប្រទេសផ្សេងគ្នាជាច្រើនបងប្អូនខ្ញុំគិតថាវាគឺជាលើកទី1សម្រាប់ប្រទេសកម្ពុជារបស់យើងដែលមានមហាព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ Gainsbird World គុនខ្មែរ Fight ដែលមានការប្រកួតបាទសង្វៀនទ្រង់បាទសង្វៀនគុនខ្មែរនៅក្នុងនោះបើតាមខ្ញុំដឹងដូចជាមានការប្រកួត MMA បាទគុនខ្មែរ USA ហើយ X-Men Tournament ផងដែរបាទបាទគ្រាន់តែលឺនឹងផ្អែមមាត់ទេបងប្អូននេះផ្អែមហើយបាទបងប្អូនណាអ្នកដែលអត់បានទស្សនាថ្ងៃហ្នឹងផ្ទាល់ប្រយ័ត្នស្ដាយក្រោយជើកុំភ្លេចបាទតាមដានទស្សនាយកចិត្តទុកដាក់មែនទែនការប្រកួតនេះមិនងាយនឹងកើតមានទេនៅក្នុងប្រទេសកម្ពុជារបស់យើងពេលនេះកើតមានឡើងហើយបាទសម្រាប់ស្ថានីយទូរទស្សន៍ដែលសហការជាមួយនឹងក្រុមហ៊ុន Gainsbird បង្កើតមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះអូញាក់សាច់បងប្អូនបាទសម្រាប់ការប្រកួតដ៏អស្ចារ្យមួយនេះយើងមិនធ្លាប់មានទេសម្រាប់ការប្រកួតនេះបងប្អូនណាបាទបងប្អូនគិតមើលបាទការប្រកួតនេះមិនធម្មតាទេបាទ6ស្ថាប័នធំនៅលើពិភពលោកមកប្រជុំគ្នានៅបាទថ្ងៃបាទទី4ទី5ទី6ត្រូវនៅថ្ងៃអុំទូកបាទខែវិច្ឆិកាបងប្អូនយើងសប្បាយទស្សនាហើយបាទសម្រាប់ការប្រកួតដ៏កក្រើកនេះបាទមហាព្រឹត្តិការណ៍ Gainsbird World គុនខ្មែរ Fight សុទ្ធសឹងតែជាកីឡាករលំដាប់នៅលើពិភពលោកមកប្រជុំគ្នាទាំង6ស្ថាប័ននៅក្នុងនោះបងប្អូនរងចាំមើលថាតើកីឡាករគុនខ្មែរយើងរូបណាខ្លះដែលមានវត្តមានប្រកួតនៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះមានការប្រកួត MMA គុនខ្មែរ USA ហើយក៏មានការប្រកួត Foreman Tournament បាទអូបាទញាក់សាច់បងប្អូនបាទញាក់សាច់ខ្ញុំគាត់ថាបើកថតប្រម៉ូទបាទ trailer ខ្លីៗនេះឃើញហើយបាទព្រឹសបលហើយអ្វីដែលជាពិសេសហ្នឹងគឺយើងមិនធ្លាប់មានទេសម្រាប់ការប្រកួតដ៏អស្ចារ្យនេះបាទនៅក្នុងមហាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជារបស់យើងវាជាលើកទី1ដែលបងប្អូនយើងកុំភ្លេចបាទចូលរួមទស្សនាបានច្រើនប្រយ័ត្នខកខានអត់បានទស្សនាព្រោះថានេះគឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់បាទស្ថានីយទូរទស្សន៍សហការជាមួយនឹង Gainsbird រៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែលមានស្ថាប័នកម្ពុជានៅលើពិភពលោកទាំង6មកប្រជុំគ្នាដើម្បីអង្រួនបាទនៅក្នុងប្រទេសកម្ពុជារបស់យើងឲ្យកក្រើកនៅបាទថ្ងៃអុំទូកនេះផ្ទាល់តែម្ដងខ្ញុំជឿជាក់ថាកីឡាករលំដាប់នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងចូលរួមប្រកួតមហាព្រឹត្តិការណ៍មួយនេះហើយបងប្អូនរងចាំមើលថាតើកីឡាកររូបណាខ្លះកុំភ្លេចបាទចូលរួមទស្សនាថ្ងៃនោះបងប្អូនទី4ទី5ទី6កុំភ្លេច follow page ខ្ញុំអ្នកមួយបាទជម្រាបលាបាទ